Hello everyone, in this video I am going to share with you some phrase that you have to use with your daily talk នៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកបងប្អូនអំពីប្រយោគមួយចំនួនដែលបងប្អូនត្រូវការប្រើប្រាស់ជាប្រចាំថ្ងៃ So let's assume that if you meet someone, your friend, your folk, your teacher or other people at somewhere ចឹងឧទាហរណ៍ថាបងប្អូនជួបនរណាម្នាក់មិត្តភ័ក្តិឬក៏នរណាម្នាក់ប៉ុន្តែបងប្អូនចង់សួរថាតើពួកគាត់មកពីណាប៉ុន្តែនៅក្នុងន័យនេះមិនមែនបងប្អូនសួរអំពីប្រទេសថាតើពួកគាត់មកពីប្រទេសណាទេជាទូទៅយើងដឹងថាតើពេលដែលសួរថាពួកគេភ្ញៀវបរទេសឬក៏ជួបនរណាម្នាក់ថាមកពីណាយើងប្រើwhere you come from where did you come from អញ្ចឹងជាដើមប៉ុន្តែនៅក្នុងន័យនេះបងប្អូនប្រើប្រាស់ជាប្រចាំថ្ងៃអញ្ចឹងការប្រើប្រាស់ប្រចាំថ្ងៃបងប្អូនអាចប្រើមានប្រយោគជាច្រើនមានឃ្លាជាច្រើនដែលបងប្អូនអាចប្រើជាមួយគ្នាបានអញ្ចឹងប្រយោគទី1បងប្អូនអាចប្រើថា where were you just now where were you just now where were you just now ហើយឃ្លាទី2បងប្អូនប្រយោគទី2បងប្អូនអាចប្រើថា where did you come from where did you come from so where did you come from កន្លែងនេះប្រយោគនេះបងប្អូនខ្ញុំគិតថាបងប្អូនចេះច្រើននិយមប្រើអញ្ចឹងបងប្អូនអាចប្រើបានទាំងពីរបើថាប្រើសួរមកពីកន្លែងណាមកពី market មកពី school មកពីអីហ្នឹងទៅឬក៏អាចសួរជំនួសវាក្នុងន័យនេះមិនន័យថាបងប្អូនអាចសួរអំពី country ផងដែរហើយឃ្លាទី3ប្រយោគទី3បងប្អូនអាចប្រើថា where were you coming from where were you coming from where were you coming from ហើយប្រយោគទី4បងប្អូនអាចនិយាយថាបើសិនជាយើងអ្នកចេះស្និទ្ធយើងរស់នៅគ្នាជាមួយគ្នាប្រចាំថ្ងៃបងប្អូនអាចប្រើថា hey where you have been where have you been where have you been បងប្អូនថា where were you off to where were you off to so where were you off to ហើយទី6ប្រយោគទី6បងប្អូនអាចប្រើថា where did you just come from where did you just come from where did you just come from តើឯងទៅមកពីណាអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងសង្ឃឹមថាឃ្លាទាំងអស់នេះអាចជួយបងប្អូនប្រើនៅក្នុងការប្រើប្រាស់ដើម្បីសួរគ្នានៅក្នុងជីវិតប្រចាំថ្ងៃបាទអូខេ thank you